ស្ដីវីដេអូនេះខ្ញុំនឹងបង្ហាញអំពីការយក slide ពី Canva ទៅកែបន្តនៅក្នុង PowerPoint អញ្ចឹងដំបូងឡើយអ្នកគ្នាចូលមកក្នុង Canva បន្ទាប់មកអ្នកគ្នាចុចទៅលើប៊ូតុង Share នេះបន្ទាប់មកទៀតអ្នកគ្នាចុចទៅលើកន្លែងប៊ូតុង Download ហើយបន្ទាប់មកយើងមើលកន្លែង File Type អញ្ចឹង File Type យើងឆេងពី PNG នេះមកជា File PPTX ដែលយើងអាចបើកជាមួយ PowerPoint បានបន្ទាប់មកយើងคลิกមកតមកទៀតយើងមើលកន្លែង select page អញ្ចឹង select page មាន select all page មានថាយើងនឹង download slide ទាំងអស់ពី Canva ហើយ current page គឺយើង download តែ slide ណាមួយដែលយើងយកដែលយើង select ទៅលើ Canva ហ្នឹងអញ្ចឹងបន្ទាប់មកយើងបើយើងថា download យើងចុចតាមតមកយើងចុច download អញ្ចឹងបន្ទាប់មកយើងឃើញថា Canva កំពុង download slide ហ្នឹងឲ្យយើងបន្ទាប់មកទៀតយើង click here ដើម្បី save ចូលទៅក្នុង computer របស់យើងអញ្ចឹងបន្ទាប់មកទៀតបើ load ចេញអញ្ចឹងហើយអ្នកគ្នាចុចកន្លែង save អូខេអញ្ចឹងបន្ទាប់មកខ្ញុំទៅបើកហ្វាល់អញ្ចឹងគឺយើងឃើញថា slide ដែលជា Canva ហ្នឹងយើងបាន save ជា PowerPoint អញ្ចឹងយើងក៏ click លើវាហើយបន្ទាប់មកយើងបើកជាមួយនឹង PowerPoint ហើយនេះគឺជា slide ដែលយើងធ្វើនៅក្នុង Canva ហើយយើង import ចូលមកក្នុង PowerPoint ដើម្បីអាចកែបានធម្មតា